ចម្រើន ខ្ញុំមិនដឹងទេថាមានមនុស្សនៅក្នុងនេះខ្ញុំសូមទូផងដែលមករំខាន ឆាប់សិនលោកចង់កាច់មុខខ្ញុំមែនទេ អត់ទេខ្ញុំអត់បានកិច្ចមុខពីអ្នកនាងទេ បើមិនកាច់មិនក៏មិននិយាយជាមួយខ្ញុំសិន ខ្ញុំគិតថាមិនសមទេខ្ញុំសូមទៅធ្វើការងាររបស់ខ្ញុំសិនហើយ ខ្ញុំមិនទាន់បានឲ្យលោកទៅទេលោកគិតចង់ទៅណា អ្នកនាងមានអីចង់និយាយជាមួយខ្ញុំមែនទេ លោកមិនចូលចិត្តខ្ញុំមែនទេលោកនិយាយតាមត្រង់មក ខ្ញុំមិនហ៊ានទេអ្នកនាងដូចជាចៅហ្វាយរបស់ខ្ញុំអញ្ចឹងខ្ញុំមិនហ៊ានមិនចូលចិត្តអ្នកនាងទេ ចុះមិនក៏លោកមិនព្រមឲ្យខ្ញុំជួយលោកបើលោកមិនគិតបែបនោះលោកឲ្យខ្ញុំជួយលោកទៅវាចាប់បាត់ទៅហើយ ខ្ញុំគិតថាមិនសមចំពោះរឿងនេះ មិនសមអីទៅលោកធ្លាប់បានជួយខ្ញុំគ្រាន់តែចង់ជួយលោកវិញតែវាមានអីខុសទៅ ខ្ញុំ បើលោកមិនព្រមឲ្យខ្ញុំជួយទេមានន័យថាលោកមិនចូលចិត្តខ្ញុំហើយ បាទខ្ញុំព្រមឲ្យអ្នកនាងជួយ មែនណាអញ្ចឹងពេលប៉ារបស់ខ្ញុំចេញពីប្រជុំខ្ញុំនឹងប្រាប់រឿងនេះដល់គាត់លោកត្រៀមខ្លួនឡើងតំណែងថ្មីទៅ បាទ បន្ទាប់មកលោកត្រូវប៉ាបាយខ្ញុំមកពេលដឹងទេ បាទខ្ញុំដឹងហើយ ល្អណាស់ កុំគិតផ្ដេសផ្ដាសអីគេគ្រាន់តែចង់ជួយឯងប៉ុណ្ណោះគេមិនបានស្រឡាញ់ឯងទេគេធ្វើល្អដាក់ឯងក៏ព្រោះតែចង់សងគុណដល់ឯងទេអាចចម្រើនអើយឈប់គិតតែម្នាក់ឯងទៅមួយសន្ទុះក្រោយមកកូននេះតាមមកចាំប៉ាយូរហើយមែនទេ កូនមកមួយសន្ទុះឲ្យប៉ា ហើយថ្ងៃនេះកើតអីមកលេងប៉ាដល់កន្លែងធ្វើការនឹងហ៎ កូននឹកលោកប៉ាចង់មកមើលកន្លែងធ្វើការលោកប៉ាមានលាក់ស្រីឬអត់ យាយលាក់ស្រីស្អីទៅឯងនេះចេះតែនិយាយហើយក ូននិយាយលេងទេលោកប៉ាកូនមកនេះមានរឿងចង់សុំឲ្យលោកប៉ាជួយ រឿងអីទៅ ប៉ាស្គាល់ចម្រើនដែរទេគេជាបុគ្គលិកសម្អាតនៅទីនេះ ហើយយ៉ាងម៉េច កូនចង់ឲ្យលោកប៉ាជួយឡើងតំណែងឲ្យគេផ្សេងក្រៅពីអ្នកសម្អាត ហេតុអីបានជាកូនចង់ឲ្យប៉ាធ្វើបែបហ្នឹង ប៉ាដឹងទេថ្ងៃដែលប៉ាម៉ាក់ចាំផ្លូវកូនមកពីខាងក្រៅនោះកូនត្រូវបានគេចាប់ចម្រិតហើយកុំទៅបានចម្រើនគេមកជួយកូនកុំអីមិនដឹងថាពេលនេះកូនទៅជាយ៉ាងណាហើយទេ មានរឿងដល់ថ្នាក់នឹងផងហ៎អ្មិនក៏កូនមិននិយាយប្រាប់ប៉ាឲ្យដឹងប៉ានឹងប្តឹងប៉ូលីសឲ្យចាប់ពួកវាដាក់គុក កូនមិនចង់ឲ្យប៉ាម៉ាក់ពិបាកទៅលាក់រឿងនេះហើយកូនក៏បានដឹងថាអ្នកដែលជួយកូននោះគេធ្វើការនៅក្រុមហ៊ុនយើងហើយគេគួរអាណិតខ្លាំងណាស់គេជាក្មេងកំព្រាណាប៉ាតើបកូនចង់សុំឲ្យប៉ាជួយគេ បានប៉ានឹងឲ្យតំណែងមួយនេះទៅគេចុះតាមអ្វីដែលកូនចង់បានទុកថាសងគុណគេដែលជួយកូនស្រីប៉ា អូអរគុណលោកប៉ាណាស់កូនស្រឡាញ់លោកប៉ាជាងគេ ប៉ាក៏ស្រឡាញ់កូនដូចគ្នា3ថ្ងៃក្រោយមក ចាំមិនដែរលោកសប្បាយចិត្តទេដែលបានឡើងតំណែង សប្បាយចិត្តណាស់អរគុណអ្នកនាងដែលបានជួយខ្ញុំ ហើយមិនអីនោះទេទុកថារួចគ្នាទៅចុះលោកជួយខ្ញុំជួយលោកវិញ បាទ លោកអាចធ្វើការងារនោះបានដែរទេបើសិនជាធ្វើមិនបានទេនោះប្រាប់ខ្ញុំមកចុះណា ខ្ញុំអាចធ្វើបានទោះបីខ្ញុំមិនធ្លាប់ធ្វើពីមុនមកក៏ដោយក៏ខ្ញុំត្រូវតែរៀនធ្វើដែរខ្ញុំមិនចង់ឲ្យអ្នកដែលជួយខ្ញុំអស់សង្ឃឹមនឹងខ្ញុំនោះទេ លោកគិតបែបនោះត្រូវហើយស៊ូណា បាទខ្ញុំមានរឿងចង់ប្រាប់អ្នកនាង រឿងអីទៅលោកនិយាយមកចុះ ខ្ញុំមិនចង់លាក់វាទុកទេខ្ញុំដឹងថាពេលខ្ញុំនិយាយហើយអ្នកនាងអាចនឹងស្អប់ខ្ញុំឬមិនចូលចិត្តខ្ញុំតែខ្ញុំត្រូវតែនិយាយឲ្យអ្នកនាងបានដឹងព្រោះខ្ញុំមិនចូលចិត្តលាក់បាំងនោះទេ រឿងអីទៅលោកនិយាយមកខ្ញុំអាចទទួលបាន តាមពិតទៅខ្ញុំគឺខ្ញុំបានលងស្រឡាញ់អ្នកនាងតែខ្ញុំដឹងថាវាមិនអាចទៅរួចទេខ្ញុំមើលឃើញពីឋានៈរបស់ខ្ញុំនិងអ្នកនាងច្បាស់ណាស់ លោកនិយាយពិតទេ សម្ដីកូនប្រុសត្រូវយកជាការពិតពិតថាពិតកុហកថាកុហកអ្វីដែលខ្ញុំនិយាយគឺជាការពិត ខ្ញុំគិតថាមានតែខ្ញុំទេដែលគិតម្នាក់ឯងនោះតាមពិតលោកក៏គិតដូចខ្ញុំដែរ អ្នកនាងគិតដូចខ្ញុំដែរមែនទេ ប៉ិតហើយប្រហែលជាលោកជាបរិសុទ្ធក្លាហានដែលជាសេះសមកជួយខ្ញុំបានជាខ្ញុំលងស្រឡាញ់លោកផ្លែតតែម្ដង ខ្ញុំរំភើបណាស់
មិននឹកស្មានថាអ្នកនាងស្រឡាញ់ខ្ញុំដែរសោះ ខ្ញុំក៏រំភើបដែរដែលលោកនិយាយត្រង់ៗជាមួយខ្ញុំមិនលាក់បាំងបើសិនជាលាក់នោះគ្មានថ្ងៃដែលខ្ញុំបានដឹងនោះទេ ខ្ញុំសប្បាយចិត្តណាស់ដែលអ្នកនាងស្រឡាញ់ខ្ញុំតែពួកយើងទាំងពីរមិនអាចទៅរួចទេ មិនក៏លោកនិយាយអញ្ចឹងលោកស្រឡាញ់ខ្ញុំស្រឡាញ់លោកហេតុអីតែមិនរួចនោះ ព្រោះតែខ្ញុំជាអ្នកក្រហើយថែមទាំងជាក្មេងកំព្រាឪពុកម្ដាយទៀតគ្រួសារអ្នកនាងនឹងមិនអាចយល់ព្រមនោះទេ ហើយលោកកុំគិតអញ្ចឹងអីលោកឃើញថាគ្រួសារខ្ញុំជាអ្នកមានមែនតែពួកគាត់មិនបានរើសអើងអ្នកមានអ្នកក្រអីនោះទេសំខាន់នោះគឺភាពស្មោះត្រង់និងមានចិត្តល្អចំពោះគ្នាទៅវិញទៅមក Nice. ប៉ុន្មានណាខ្ញុំកម្រឃើញមានមនុស្សបែបនេះណាខ្ញុំមិនជឿទេ បើលោកមិនជឿលោកហ៊ានទៅជួបប៉ាម៉ាក់របស់ខ្ញុំដែរទេហើយនឹងប្រាប់ពីរឿងនេះដល់ពួកគាត់ទៅ ខ្ញុំមិនហ៊ាននោះទេ បើលោកមិនសាកល្បងលោកមិនជឿថាគ្រួសាររបស់ខ្ញុំមិនរើសអើងអ្នកមានអ្នកក្រនោះទេ ខ្ញុំនឹងសាកល្បង បើលោកស្រឡាញ់ខ្ញុំលោកត្រូវតែហ៊ានសាកល្បងគ្រប់រឿងទាំងអស់ពួកយើងនឹងឆ្លងកាត់ទៅជាមួយគ្នា បាទសង្កេតអីទៅឯងខ្ញុំមិនបានសង្កេតទេ ខ្ញុំសង្កេតឃើញថាប្រហែលថ្ងៃនេះកូនស្រីខ្ញុំប្លែកយ៉ាងម៉េចមិនដឹងទេនាងដូចជាសប្បាយចិត្តខ្លាំងណាស់មិនដឹងថាមានរឿងអីកើតឡើងទេ បានកូនគេសប្បាយចិត្តហើយមានអីប្លែកទៅឯង ខ្ញុំសង្ស័យកូនយើងគេមានទំនាក់ទំនងស្នេហាហើយ បើបានអញ្ចឹងកាន់តែល្អហើយឯងខ្ញុំចង់បានចៅពរណាស់ណា ខ្ញុំខ្លាចតែកូនចាញ់បោកគេទេឯងណាជួយតាមដានកូនខ្លះផងកុំចេះតែបណ្ដោយកូនពេក ខ្ញុំដឹងហើយឯងហើយចុះឥឡូវកូនគេទៅណាហើយ អូគេទៅក្រៅបាត់ហើយឯងមិនដឹងថ្មណាគេមកវិញទេ ឯងកុំបារម្ភខ្លាំងពេកមើលកូនគេធំហើយ ខ្ញុំចេះតែបារម្ភទៅកូនមានតែមួយផង នីតាបានដើរចូលមកជាមួយនឹងចម្រើន ម៉ាក់ប៉ាខ្ញុំនាំចម្រើនមកលេង ជំរាបសួរលោកប្រធាននិងណាមីងអូចម្រើនទីអីហើយឯងមកជាមួយកូនស្រីយើងបានដោយរបៀបម៉េចហ៎ កូននាំគេមកផ្ទះយើងធ្វើអីហើយឯងស្គាល់គេដែរអី គេជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនយើងកូននីតានាំគេមកផ្ទះយើងធ្វើអី លោកឆាប់ប្រាប់ប៉ាម៉ាក់ខ្ញុំទៅ គឺថាខ្ញុំមកនេះក៏ព្រោះតែខ្ញុំនិងអ្នកនាងនីតាបានតាក់ទងគ្នាហើយខ្ញុំពិតជាស្រឡាញ់អ្នកនាងនីតាណាហ៎ថាម៉េចតាក់ទងគ្នាហ៎ កូននីតានេះជាការពិតហើយអីទៅស្គាល់គេពីពេលណាអាកូនគេជាមនុស្សបែបម៉េចមិនក៏កូនទៅតាក់ទងគេផ្ដេសផ្ដាច់អញ្ចឹងជាការពិតណាស់ម៉ាក់កូននឹងចម្រើនពួកយើងពិតជាស្រឡាញ់គ្នាមែនកូនស្គាល់គេដោយសារតែគេធ្លាប់ជួយកូនម៉ាក់នៅចាំទេថ្ងៃដែលកូនមកពីទិញខោអាវនោះកូនត្រូវគេបានចាប់ចម្រិតកុំតែបានចម្រើនជួយកូនទេកុំអីកូនប្រហែលជាមិនបានជួបម៉ាក់ទៀតទេពុទ្ធោកូនម្ដាយមិនក៏កូនមិនប្រាប់រឿងនេះដល់ម៉ាក់ផងអាកូនកូនខ្លាចថាម៉ាក់បារម្ភពីកូនតែកូនមិនចង់ប្រាប់ម៉ាក់អូយមីងអរគុណហើយដែលបានជួយកូនស្រីមីងមើលទៅក្មួយក៏ជាមនុស្សល្អដែរជាកូនចៅអ្នកណាដែរក្មួយ បាទខ្ញុំជាក្មេងកំព្រាគ្មានឪពុកម្ដាយទេមករស់នៅទីក្រុងនេះតែម្នាក់ឯងមិនមានសាច់ញាតិបងប្អូនណាទេ អូក្មេងកំព្រាអីពិតជាគួរអាណិតណាស់ឯងមើលចុះគេសុភាពរៀបសារណាស់ យាយឯងនេះថ្លើមធំណាស់ហ៊ានមកស្រឡាញ់កូនស្រីប្រធានខ្លួនឯងបែបនេះខ្ញុំសូមទោសផងលោកប្រធានខ្ញុំបានស្រឡាញ់នីតាតាំងពីជួបនាងដំបូងមកម្លេះមិនបានដឹងទេថានាងជាកូនស្រីលោកប្រធានបើឯងស្រឡាញ់កូនស្រីយើងហើយនៅហៅយើងថាលោកប្រធានស្អីទៀតលោកប្រធានយល់ព្រមឲ្យខ្ញុំស្រឡាញ់កូនលោកប្រធានហើយមែនទេយើងមានកូនស្រីតែម្នាក់បើកូនស្រីយើងស្រឡាញ់អ្នកណាហើយយើងក៏ស្រឡាញ់ដូចគ្នាដែរ មីងស្រឡាញ់កូនស្រីមីងដូចកែវភ្នែកអញ្ចឹងមីងសប្បាយចិត្តណាស់ដែលកូនស្រីមីងមើលឃើញមនុស្សល្អដូចជាក្មួយ ខ្ញុំមិននឹកស្មានថាលោកពូអ្នកមីងមិនរើសអើងអ្នកក្រដូចជាខ្ញុំទេខ្ញុំសូមសន្យាថានឹងមើលថែនីតាឲ្យបានល្អស្មោះត្រង់នឹងនាងល្អចំពោះនាងមើលថែនាងដូចជាលោកពូអ្នកមីងមើលថែនាងអញ្ចឹង ទោះបីជាគ្រួសារមីងជាអ្នកមានតែមីងមិនបានរើសអើងអ្នកក្រនោះទេព្រោះមីងក៏ធ្លាប់ក្រដែរមីងដឹងថាក្រវាលំបាកប៉ុណ្ណាបើបានខ្នងបង្អែកជាអ្នកមានជីវិតយើងធ្លាប់តែក្រក៏នឹងបានល្អប្រសើរឡើងវិញហើយ
ឲ្យតែពួកឯងចេះស្រឡាញ់គ្នាយើងសប្បាយចិត្តណាស់ទៅហើយកុំគិតអារឿងមានក្រអីគ្រួសារយើងមានហើយគួរតែលើកឲ្យអ្នកក្របានធ្វើជាអ្នកមានដូចយើងដែរទៅខ្ញុំអរគុណខ្លាំងណាស់ខ្ញុំរំភើបចិត្តមែនទែន ប៉ាម៉ាក់ខ្ញុំអរគុណប៉ាម៉ាក់ណាស់កូនស្រឡាញ់ប៉ាម៉ាក់ត្រូវតែស្រឡាញ់គ្នាឲ្យបានច្រើនណាកូនចាម៉ាក់ នីតាបងសប្បាយចិត្តណាស់ដែលអូននិងគ្រួសារអូនទទួលយកអ្នកក្រដូចជាបងគ្មានអ្វីក្រៅពីពាក្យថាអរគុណអូនទេអរគុណដែលឲ្យបងបានជួបអូន អូនក៏សប្បាយចិត្តដែរដែលបានជួបបងជាមនុស្សល្អដូចបង ចាប់ពីពេលនេះទៅបងសន្យាថានឹងមើលថែអូនឲ្យដូចជាព្រះនាងអញ្ចឹង កុំបានតែមាត់ណាម៉ាក់នឹងរៀបចំពិធីមង្គលការឲ្យពួកកូនឲ្យធំដុំតែម្ដងហើយឆាប់យកចៅឲ្យប៉ាម៉ាក់ផងណា ប៉ាចង់បានចៅឆាប់ណា ដឹងស្អីទេប៉ាក៏មិនទាន់រៀបការផងគិតរឿងចៅបាត់ទៅហើយ